បាទសួស្តីអ្នកទាំងអស់គ្នាហើយនេះគឺជាវីដេអូតដែលយើងរៀបចំពីវីដេអូវគ្គមុនឥឡូវយើងបានធ្វើការដាក់ត្រីចូលអស់ហើយនេះជាធុងដែលយើងបានរៀបចំកាលពីវីដេអូវគ្គមុនបាទ Albino Salt Body គឺបានតលាយជាងមុនច្រើនពីមុនគឺយើងដាក់នៅក្នុងធុងខ្មៅវាឆ្អៀតណាឥឡូវយើងឃើញថាវាតលាយខ្លាំងវារស់នៅយ៉ាងមានផាសុកភាពជាងមុនណាបងប្អូនអូខេហើយមកដល់នេះគឺប្រភេទDragon នេះ Big Ear នេះមិនមែន Dragon អានេះ Dragon Big Ear នេះជាមើលដៃបាទបើពួកbeta គេហៅគេ Dumbo ទៅជាអញ្ចឹងជាដំរីណាធំបាទអសល់ច្រើនទេកាលខ្ញុំទិញពីវត្តកម្មមកតែមួយគូទេប៉ុន្តែគាត់ថាកូនវាហ្នឹងកូនវាបានតិចតួចឥឡូវប៉ុន្តែកូនបន្តក្រោយហ្នឹងច្រើនណាមើលទៅកូនច្រើនសល់ច្រើនអញ្ចឹងversion ទី2ហ្នឹងវាគ្រាន់បើតែបើដឹងបានស្អាតដូចមេបាវាអត់ទេនេះអូខេឥឡូវយើងមកមើលធុងមួយទៀតបាទ Blue Topaz អូខេនេះ Blue Topaz គឺពិបាកប្រកាសបន្តិចបងប្អូនអើយវាស៊ីកូនណាដល់ចង់សូវកូនច្រើនទេបាទនេះកាយកមកពីហាងជាតិដូចជាយកមកពីបេគូឥឡូវវាបានបង្កើតកូនចៅប៉ុណ្ណឹងតោះតែយើងធ្វើការបង្កាត់វាយើងដាក់ក្រុងវាការពេលកុំឲ្យវាស៊ីកូនណាมันអាចតម្លាក់កូនអូខេហើយធុងចាស់ឲ្យអត់បានសម្អាតទេណា Fugo បាទអូខេវីដេអូមករៀងខ្លីបន្តិចដោយសារតែរៀបចំតែប៉ុណ្ណឹងចែកជូនបងប្អូនថាបានធ្វើអីខ្លះរៀបចំហើយហ្នឹងឥឡូវគឺបានប៉ុណ្ណឹងមានពេលថតជូនបងប្អូនទស្សនាតិចតួចហ្នឹងបាទហើយមានពេលវេលាតិចទៀតចាំទៅដើររកមើលហាងផ្សេងទៀតចែកជូនបងប្អូនទស្សនាអូខេឥឡូវមានតែប៉ុណ្្នឹងទេបាយកុំឲ្យស្ងាត់ពេកជួបគ្នានៅคลิปវីដេអូក្រោយបាយ